ពួកឯងខ្ញុំការ2ឆ្នាំហើយវាអត់ទាន់មានឥឡូវខ្ញុំព្យាបាលបានចូល9ខែឥឡូវខ្ញុំចាប់ផ្ដើមមានហើយជំរាបសួរខ្ញុំឈ្មោះសឿនឡៃប្តីឈ្មោះម៉កតាបានមកព្យាបាលបញ្ហាបាមានកូននៅបន្ទប់រោគស្ត្រីកិច្ចពេលហ្នឹងខ្ញុំនាំប្អូនមកពិនិត្យជាបាចុកពោះហើយក៏ឃើញក៏ភាសាមួយអ្នកគ្រូពេទ្យរឿងមានកូនអញ្ចឹងណាពួកឯងខ្ញុំការ2ឆ្នាំហើយវាអត់ទាន់មានពេលពិនិត្យទៅឃើញបញ្ហាស្បូនកោមអត់មានពងមេជីវិតតមកក៏ទូសេវាកម្មព្យាបាលនៅកន្លែងអ្នកគ្រូបានណែនាំរយៈពេល1ខែដល់3ខែព្យាបាលបើមិនមានបន្តការព្យាបាលទៀតតតែមានឥឡូវខ្ញុំព្យាបាលបានចូល9ខែឥឡូវខ្ញុំចាប់ផ្ដើមមានហើយសប្បាយរំភើបប្តីចង់បានកូនយូរហើយខ្ញុំផ្ដាំផ្ញើទៅបងស្ត្រីដែលចង់បានកូនហើយពិបាកមានអាចមកពិភាក្សាមួយអ្នកគ្រូផ្ទាល់នៅមន្ទីរពេទ្យថែសុខភាពកិច្ចហើយបើមកព្យាបាលហើយអត់ទាន់មានកុំទាន់អាប់បាក់ទឹកចិត្តព្រោះអីព្យាយាមបន្តិចទៀតនឹងបានតែខ្ញុំហើយអរគុណដល់អ្នកគ្រូដែលព្យាបាលឲ្យខ្ញុំជោគជ័យ